សួស្តីបងប្អូនយើងទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមតោះនេះមានវីដេអូចែកម្លែកបងប្អូនយើងទៀតហើយជាមួយនឹងរបៀបក្នុងការធ្វើជើងម៉ាស៊ីនសម្រាប់រើម៉ាស៊ីនបងប្អូនហើយឧបករណ៍មួយប្រភេទនេះបើសិនជាបងប្អូនបានទស្សនាវីដេអូនេះខ្ញុំជឿថាបងប្អូននឹងចេះធ្វើឧបករណ៍សម្រាប់ចាប់ជើងម៉ាស៊ីនពេលដែលយើងរើម៉ាស៊ីនបងប្អូនហើយឧបករណ៍នេះដែរបើសិនជាបងប្អូនមាននៅក្នុងកន្លែងការងាររបស់យើងគឺមានភាពងាយស្រួលមែនទែនសម្រាប់ការងារប្រចាំថ្ងៃរបស់យើងបងប្អូនហើយឧបករណ៍ក៏ដូចជាសម្ភារៈក្នុងការធ្វើគឺដូចជាមិនមានភាពស្មុគស្មាញរញ៉េរញ៉ៃហ្មងទេបងប្អូនគាត់ថាយើងត្រៀមបបលេខចាស់ក៏ដូចជាស្ពឺមញងរបស់យើងចាស់ណាបងប្អូនអានេះគ្រឿងជាងម៉ូតូរបស់យើងមាននៅក្នុងតូបស្រាប់តែបងប្អូនហើយយើងត្រៀមដៃទីបយើងកាត់តាមទម្រង់ដែលយើងធ្វើវីដេអូបង្ហាញជូនបងប្អូននេះមកយើងបានជើងម៉ាស៊ីនមួយដ៏ស្រស់ស្អាតទេបងប្អូនអានេះគឺជារបៀបនៃការផ្សារបងប្អូនអត់ពិបាកទេបងប្អូនទស្សនាវីដេអូនេះម្ដងជាពីរដងទៅយើងដឹងពីរូបមន្តក្នុងការធ្វើហើយបងប្អូនធម្មតាការងារបើសិនជាបងប្អូនបានទស្សនាដឹងពីរូបមន្តក្នុងការធ្វើវាមានភាពងាយស្រួលមែនតើសម្រាប់បងប្អូនដែលមិនចេះក៏ដូចជាមិនដឹងពីរបៀបក្នុងការធ្វើទស្សនាវីដេអូនេះគឺយើងចេះពីរបៀបក្នុងការធ្វើបងប្អូនហើយដោយឡែកបើសិនជាបងប្អូនធ្វើព្រាវឆៅតោះតែយើងធ្វើខុសបាត់យើងធ្វើត្រូវបានបងប្អូនអញ្ចឹងចំណុចទាំងអស់នេះពួកបងប្អូនដែលមិនចេះកុំឲ្យខាតពេលវេលាយូរយើងទស្សនាវីដេអូនេះទៅយើងចាប់ផ្ដើមធ្វើគឺអត់មានកំហុសខុសឆ្គងច្រើនដងច្រើនសារទេបងប្អូនហើយបើសិនជាយើងអត់បានទស្សនាវីដេអូនេះទេយើងធ្វើព្រាវឆៅហ្នឹងវាអាចនឹងមានកំហុសខុសឆ្គងច្រើនដងច្រើនសារបងប្អូនធ្វើយើងខាតពេលវេលាហើយការងារទាំងអស់ហ្នឹងក៏ដូចជាវីដេអូនេះបើសិនជាបងប្អូនទស្សនាខ្ញុំគិតថាអត់មានពិបាកសម្រាប់បងប្អូនដែលធ្វើឧបករណ៍នេះទេបងប្អូនវាមានភាពងាយស្រួលមែនតើបើសិនជាយើងបានទស្សនាវីដេអូនេះបងប្អូនហើយបើសិនជាអត់ទេអានេះខ្ញុំគិតថាต็មទៅមែនតើសម្រាប់ការងារដែលបងប្អូនចាប់ផ្ដើមធ្វើអត់មានរូបមន្តត្រឹមត្រូវនេះគឺយើងធ្វើតាមអារម្មណ៍ក៏ដូចជាតាមរបស់យើងនឹកឃើញគឺពិបាកមែនតើសម្រាប់ការងាររបស់បងប្អូនធ្វើអញ្ចឹងវីដេអូនេះដែរយើងធ្វើឡើងសម្រាប់ចែកជូនបងប្អូនយើងជាងម៉ូតូទាំងអស់គ្នាឲ្យគាត់បានដឹងពីរបៀបក្នុងការធ្វើឧបករណ៍មួយនេះបងប្អូនអាជើងម៉ាស៊ីនមួយនេះដែរបើសិនជាយើងមានណាបងប្អូនស្រួលក្នុងការងារប្រចាំថ្ងៃរបស់យើងស្រួលមែនតើរើម៉ាស៊ីននេះអត់ពិបាកទេបងប្អូនយើងចាប់ចូលមកបវលឆ្វេងបវលស្ដាំតាមតំណើតំណងដែលយើងចង់បានហ្នឹងគឺមានភាពងាយស្រួលមែនតើដោយឡែកបើសិនជាអត់មានទេបងប្អូនខ្ញុំគិតថាពិបាកមែនតើក្នុងការរើម៉ាស៊ីនបងប្អូនយើងត្រូវបវលឆ្វេងបវលស្ដាំត្រូវលើកចាប់ដាក់តួហ្នឹងគឺពិបាកមែនតើហើយវីដេអូនេះខ្ញុំគិតថាពិសេសមែនតើសម្រាប់បងប្អូនយើងជាងតែម្ដងបងប្អូនខ្លះក៏គាត់ដឹងពីរូបមន្តធ្វើក៏ដូចជាតាក់ទិចក្នុងការធ្វើគាត់ចេះធ្វើអត់ពិបាកទេដោយឡែកបងប្អូនដែលអត់ទាន់ដឹងពីរបៀបក្នុងការធ្វើទស្សនាវីដេអូនេះបងប្អូនដើម្បីបានជាប្រយោជន៍ក៏ដូចជាចំណេះដឹងការងារប្រចាំថ្ងៃរបស់យើងបងប្អូនហើយជើងម៉ាស៊ីននេះដែរបើសិនជាបងប្អូនឲ្យគេធ្វើខ្ញុំគិតថានៅលើទីផ្សារយើងរៀងគួរសមដែរបងប្អូនហើយបើសិនជាបងប្អូនចេះធ្វើបែបហ្នឹងមកបងប្អូនបាញ់ថ្នាំខាត់វាស្អាតតាមទម្រង់ដែលយើងធ្វើវីដេអូនេះមកបងប្អូនហើយឲ្យស្អាតចឹងមកហើយយើងចាប់ម៉ាស៊ីនចាប់អីដាក់សាកល្បងមើលបងប្អូនកើតទេមិនកើតអានេះស្រួលយើងលៃលោកកែច្នៃទៅតាមហ្នឹងទៀតបងប្អូនឥឡូវនេះជើងម៉ាស៊ីនយើងបានធ្វើហើយបងប្អូនអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនទស្សនាវីដេអូនេះហើយចេះធ្វើទាំងអស់គ្នាបងប្អូនហើយក្នុងវីដេអូនេះបងប្អូនឃើញបវលឆ្វេងបវលស្ដាំតាមចិត្តបងប្អូនអត់មានពិបាកក្នុងការបវលទេគេមានកន្លះមានអីរបស់គេត្រឹមត្រូវបងប្អូនអញ្ចឹងយើងទស្សនាវីដេអូនេះមួយហើយយើងយកទៅអនុវត្តជាក់ស្ដែងខ្លួនឯងទៅខ្ញុំគិតថាបងប្អូនជាងស្រាប់ហ្នឹងអត់ពិបាកក្នុងការធ្វើទេហើយបើសិនជាមិនមែនជាងប្រហែលជាអាចពិបាកដែរបងប្អូនហើយបើយើងជាងម៉ូតូស្រាប់យើងចេះផ្សារចេះកាត់ចេះស្វានហ្នឹងគឺស្រួលមែនតើហើយវីដេអូនេះដែរមានប៉ុណ្ណឹងអរគុណគ្រប់លាទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមបាយ